យើងដំណើរការជាមួយនឹង Visual Studio តែម្ដងហើយយើងធ្វើការបង្កើត database ឬក៏ student នៅក្នុងនឹងតែម្ដងក៏បានដែរណាមិនបាច់បើកអានោះទេចានេះយើង create បញ្ចេញថ្មីមកអូខេអញ្ចឹងយើងរើណាយក ASP core ណាលេងប្រើ .net នេះយក core ណាអូខេយ៉ាយក core មកweb app MVC នឹងមកហើយយើងកំណត់ឈ្មោះរបស់យើងមក student អូខេដាក់ student db យើងទៅចេញណាឬក៏ ASP course student អូខេចឹងកន្លែងនេះយើងមិនយក HTTPS ទេហើយនេះ framework យើង10ហើយណាអូខេជន់ឈ្មោះបន្តិចខ្ញុំសុំ rename បន្តិចMVC អូខេចឹងត្រឡប់មកឯកសារយើងបង្កើតហើយបាទណាដើម្បីយើងអាចប្រើប្រាស់ទៅលើ entity បានអូខេមាន read CRUD របស់យើងមិនដឹងណាអញ្ចឹងយើងចូលបញ្ចេញមកយើងបង្កើត database បង្កើត table មកប្រើប្រាស់ជាមួយ SQL statement ក៏បានដែរ create database ហើយមកយើង create table ចឹងមកណាក៏បានដែរហើយយើងកំណត់ឈ្មោះវាទៅវាមានប្រភេទជា entity បាទ in voucher ឬក៏ in មកចឹងមកណាអូខេអាហ្នឹងគឺប្រភេទដែលយើងប្រើនៅក្នុងការ insert របស់យើងគឺ md ml ហើយអញ្ចឹងបច្ចេកយើងបង្កើតហើយអញ្ចឹងយើងបានបង្កើតហើយអូខេយើងចូលបច្ចេកយើងមកបង្កើតតាមនោះមកណាត្រូវហើយណាឈ្មោះឲ្យយើងទៅឬយកមកហើយយើងមានឃើញ folder 3នេះអូខេ controller model ហើយនឹង view 3ហើយណាហើយកន្លែងនេះបើយើងចង់បើ connection អីយើងយកតាមនេះក៏បានដែរគឺយើងប្រើ server explorer នេះក៏បានដែរតោះមកយើងអាច connect នេះមក connect មក server យើងដឹងហើយណាហើយហ្នឹងគឺឈ្មោះម៉ាស៊ីនរបស់យើងអូខេហើយយើង drop server certificate ហើយ database អញ្ចឹងបើយើងចង់ដាក់student ឈ្មោះយើងណាឈ្មោះ student db ណាខ្ញុំគិតថាប្រហែលជាខ្ញុំមានឈ្មោះនឹងហើយអូខេខ្ញុំដាក់ s ចុះ student db អញ្ចឹងយើងមិនបាច់ទៅបើនោះក៏បានដែរខ្ញុំបង្កើតពីនេះទៅឲ្យតែយើងស្គាល់ server name ហើយយើងអូខេមកយើងបង្កើត database ពេលនោះវានឹងបង្កើត database នឹងឲ្យយើងដល់តែម្ដងអញ្ចឹងរងចាំតិចនេះឃើញណា create អូខេយើងមកអញ្ចឹងយើង connection បានហើយនេះអូខេអញ្ចឹងនៅក្នុងនោះយើងមាន table អញ្ចឹង table យើងគ្រាន់តែ mouse ស្ដាំទៅយើងអាច add table បានអញ្ចឹងណាអូខេអញ្ចឹង table យើងបង្កើតហ្នឹងយើងមាននេះខ្លះ field យើងណាយើងប្រើ SQL ក៏បាន create ក៏បានយើងមាន SQL វាយើងសេ SQL ក៏បានយើងធ្វើការ design ក៏បានដែរអញ្ចឹងបានដូចគ្នាណាអូខេគឺតាមរយៈនៅក្នុង Visual Studio ក៏បានដែរអីទេយើងរងចាំបន្តិចអូខេមាន ID បាទមាន primary key ហើយយើងអាច set បានវា set ឲ្យណាតោះមកយើងមាន name enva ឆាទៅអូខេចំនួនអក្សរហើយយើងកំណត់អាយុមួយទៅយើងយក in ដែរមកបាទតែប៉ុណ្្នឹងហើយយើង save វាមក save table របស់យើង update របស់យើងឈ្មោះរបស់យើងមក
thì chẳng dân refresh តិចមកចឹងនៅខាងក្រោមហ្នឹងវាបង្កើតឲ្យយើងហើយនេះ table ចឹងយើងចង់ rename វាក៏ដាក់ឈ្មោះឲ្យត្រឹមត្រូវក៏បាន property វាណាហើយយើងមើលទិន្នន័យយើងវាអត់តន់មានទេចឹងធ្វើតាមហ្នឹងក៏បានដែរអីទេនេះមាន field វាចឹងឈ្មោះអញ្ចឹងទៅអូខេអាយុចឹងទៅយ៉ាអូខេនេះយើងមានបញ្ចូលចឹងមកនេះយ៉ាអូខេ5 record ទៅណាអូខេប៉ុណ្ណឹងយើងអាចវា input ហើយហ្នឹងវាបញ្ចូលណាអូខេអញ្ចឹង prepare ហើយយើងមក model យើងវិញយើងទៅបង្កើត model student ក៏ដូចជាមួយនឹង field នឹងឯងអញ្ចឹងយើងមកស្ដាំមកយើង add ហើយយើងយក class អូខេតមកយើងដាក់ class ហ្នឹងឈ្មោះថា student អញ្ចឹង student យើងមានអីខ្លះ field យើងមាន3អញ្ចឹងកន្លែងហ្នឹងក៏មាន3ដែរអូខេយក3ហ្នឹងមកប្រើទៅប្រើ public របស់យើងចូលមកយ៉ាអូខេអញ្ចឹង publish យើងបង្កើតមាន id get set ណាតមក publish string name តមកទៀតpublish យើងបានបង្កើត input គឺ h អូខេអញ្ចឹងមាន3ហ្នឹងអូខេកើតដូចគ្នាណាវាមានហ្មងកាត់ហ្នឹងកន្លែងនេះយើងអាចឲ្យមានលក្ខខណ្ឌតិចដោយសារវាត្រូវការ entity ដោយសារវាមានសញ្ញាមួយខាងក្រោមនេះវា warning ណាចឹងដើម្បីឲ្យវាកុំឲ្យវាទៅទេយើងដាក់សញ្ញាសួរនេះតិចទៅវាអត់អីទេចាសួរនៅកន្លែង string អូខេចឹងអូខេ model យើងបង្កើតហើយយើង save វាមកអូខេហើយយើងចង់រៀន validation ចង់រៀនពេលក្រោយក៏បានអត់អីទេឥឡូវយើងទៅបង្កើត DB context ណាចឹងចាំថែមពេលក្រោយក៏បានដែរអានេះណាហើយក៏យើងទៅរៀនថែមអានេះបាក់ឲ្យហើយក៏បានដែរពេលកុំឲ្យយើងសរសេរទៅវា error DB context យើងរៀនតម្លើងអានេះទាំងអស់មានប៉ុន្មាន SQL server មានក៏ SQL client មាន tool មាន core វាមាន design អញ្ចឹងដើម្បី add install ហ្នឹងអូខេមើលនេះយ៉ាត់អត់តាន់កុំឲ្យនៅពេលយើង say connection string ទៅវា error អូខេអញ្ចឹងយើងមកស្ដាំទៅលើ project យើងមកហើយយើងយក manage you get package yes ហើយបន្តមកយើង search មកឡើង browse ហើយយើងវាយពាក្យថា entity framework អូខេយើងចុចតឡាងអស់មកបាទយើងមាន entity framework core យើង install អូខេហើយ apply ហើយ accept អូខេបន្តមកទៀតអូខេយើងបាន core មួយវានឹង take ពេលណាយើងតម្លើងហើយណានេះ take ណាតម្លើងហើយ take ហើយយើងមាន tool ឬក៏ SQL នេះមានប្រមាណ3ហ្នឹងមួយគ្នាហ្នឹងអញ្ចឹងយើង install អស់មកអូខេ accept តមកទៀតយើងមាន.NET framework core design add on វាអស់មកអូខេអញ្ចឹងវាកំពុងតែតម្លើងហើយតើវា tick ណាវា install វា download ពី internet មក
accept ណាទៀតបាទអស់នៅ tool វាអត់តឃើញ tick ទេណាអញ្ចឹងយើងយក tool មួយទៀតមកapply accept ណាអញ្ចឹងដូចគាត់រួចហើយបាទយើងមើលកន្លែង install វាមកយើងបានតម្លៃខ្លះនេះEntity Framework Core Entity Framework Design Entity Framework SQL Entity Framework Tool អាហ្នឹងគឺចំណុចសំខាន់របស់វាដែលយើងត្រូវការតម្លើងទៅនៅពេលយើងបង្កើត DB Connect ទៅអត់អីអូខេអញ្ចឹងយើងទៅបង្កើត DB Connect ណាពេលយើងតម្លើងនឹងហើយណាតម្លើងហើយយើងប្រហែលចំណុចហើយយើងមកបង្កើតEntity Data Model Framework model បូកជាមួយនឹង DB Connect ដើម្បីភ្ជាប់ទៅកាន់ SQL ណាអញ្ចឹងនៅក្នុង Entity Framework Core ធ្វើឲ្យយើងការងារជាមួយ database ដូចជាយើងប្រើជាមួយ object នៅក្នុង C# អញ្ចឹងវាអាចដំណើរការតែយើងមាន model student ហើយនិង model មួយទៀតគឺ DB Context អញ្ចឹងយើងរៀនបង្កើត app របស់វានេះមួយមកបាទនេះឈ្មោះហ្នឹងណាដើម្បីកំណត់connection string ទៅកាន់ SQL server អញ្ចឹងយើងគ្រាន់តែមកស្ដាំបង្កើត file ថ្មី entity ខ្លះមួយទៀតមកអញ្ចឹងហ្នឹងយើងមានជា student មួយហើយនៅក្នុង folder student អញ្ចឹងយើងបង្កើត DB Context មួយទៀតអាហ្នឹងយើងដាក់ folder ដាច់តម្លៃក៏បានដែរឬក៏នៅក្នុង class model ក៏បានដែរអត់អីណានេះ DB Context នេះអញ្ចឹងយើងមកស្ដាំមកបាទមកស្ដាំដូច student ហ្នឹងមកយើង add តមកយើងយក class តមកយើងកំណត់មកអញ្ចឹងបើវាគឺឈ្មោះអីគេបាទ add ហ្នឹងទៅបាទ DB Context ចឹងទៅតើនេះយើងបង្កើត folder ថ្មីឲ្យវាក៏បានដែរអីទេអញ្ចឹង DB Context យើង add មកអញ្ចឹងនៅក្នុងនេះវិញហើយយើងរើសមកយើងបញ្ចូលកូដវាមកអញ្ចឹងមាននេះខ្លះមកទី1យើងpoint DB Context ហើយក្នុងនេះយើង build នេះបើវាច្រើនវាឲ្យមកស្រាប់ហើយpublish DB app របស់យើងឈ្មោះមួយហ្នឹងនេះណា DB Context DB Context option ហើយឈ្មោះរបស់វាហើយ option ជាមួយនឹង bus option របស់វាអូខេហើយនេះគឺ public dataset របស់វាអញ្ចឹង dataset អានេះគឺជា class នេះ class model ណាអានេះគឺឈ្មោះ table អញ្ចឹង table នេះយើងតោះបាន rename ទេអញ្ចឹងយើង rename table នេះយើងដាក់មួយណាក៏បានដែរណាយក student ក៏បានយកតាមនេះក៏បានជប់អានេះ rename នៅណាចេះយើងចង់ rename table វា student អានេះមិនមាន rename ណាវាមានតែ property ក៏តែអត់មាន rename វាអូខេបើអត់ទេខ្ញុំដាក់ឈ្មោះនឹងចោលសិនtable ឡើយហ្នឹងណាដើម្បីចំណាំតែនៅក្រហមអូខេនេះអញ្ចឹងដោយសារយើងត្រូវការ using Microsoft Entity Framework Core ចូលក៏ប៉ុន្តែមែនតើយើងគ្រាន់តែ add នេះក៏បានដែរនេះចុច add មក use តានេះមកក៏បានដែរតែអានេះបើសិនជាយើងមិនទាន់ install មួយហ្នឹងទេអត់មានទេណា install ប្រហែលមុខមួយហ្នឹងតើ install មកវាមានហើយយើង use ពីលើនេះមកនេះ use មកអានេះដើរធម្មតានេះលេងអីណាអញ្ចឹងប៉ុណ្ណឹងអូខេចប់ពីហ្នឹងទៅកំណត់string អូខេចូល string សិនមកអានេះ entity វាមិនហ្នឹងបាទបង្កើត model class គេ student មិនហ្នឹងមកមានហើយណាហើយបន្តមកទៀតនេះបង្កើត data មួយ
នេះយើងបង្កើត folder data ក៏បានដាក់ក្នុង model ក៏បានដែរប៉ុន្តែជាទូទៅគេឲ្យយើងបង្កើត folder មួយឈ្មោះ data ហើយដាក់ db context add ហ្នឹងទៅនេះណានឹងកូដរបស់វាហើយអូខេហើយ student អញ្ចឹងចំណាំថានេះគឺជា class model ណាអានេះគឺជា table អូខេហើយនេះគឺអ្វីដែលយើង run កូដចេញមកវិញហ្នឹងយើង add របស់វាមក framework អញ្ចឹងទៅពីបាត់នេះណា detect របស់យើងគេកំណត់ connection string នៅក្នុង app setting អូខេនិងធ្វើការចុះឈ្មោះនៅក្នុង program អញ្ចឹង connection string កូដរបស់វាដូចជាមានប៉ុណ្្នេះហើយនេះអូខេមានប៉ុណ្្នេះហើយតែខ្ញុំប្រាប់ពីរបៀបធ្វើបន្តិចកុំឲ្យយើងពិបាកទៅ copy កូដនឹងយកពីណាមកអូខេអញ្ចឹងយើងគ្រាន់តែចូលទៅក្នុងនេះគេចូលមកក្នុងនេះមកគេ setting app setting បាទយើង enter នេះមួយមកហើយយើងសរសេរមកណាវាខ្លះវាចេញឲ្យទៅបាទនេះ connection string ពីនោះវា tab មកវាមកហើយនេះតែយកមកកែអត់យកទាំងអស់ទេយើងមិនអង្គុយកែនេះទេកន្លែងនេះយើងត្រូវជួសណាជួសយ៉ាងម៉េចដើម្បីស្រួលដើម្បី copy មកត្រូវតែតម្រង់ format ចេះត្រូវហើយហេ connection string អានេះវងចកច្រើនម៉េះអូខេប៉ុណ្ណឹងមកណាស្រួលប៉ុណ្ណឹងហើយធ្វើម៉េចយើងមកដូរឡើងនេះអញ្ចឹងយើងចុចទៅលើនេះ database យើងនេះកន្លែងនេះនៅកន្លែង explore គេរបៀបយកណានេះចុចឡើងមកកុំឲ្យយើងបាក់សរសេរនេះអូខេហើយបន្តមកយើងរក property ណានេះនៅក្នុង menu មកយើងយកពាក្យថាproperty window អូខេ property window មកយើងមកឃើញនៅខាងក្រោមនេះឃើញ connection string ណាយ៉ានេះអញ្ចឹងយើង control A control C ហ្នឹងមកហើយយើងមកផាសឡើងនេះណាមកផាសឡើងហ្នឹងមកអូខេអញ្ចឹង control V មកអូខេអញ្ចឹងអ្វីដែលសំខាន់គឺមានតែពីរកន្លែងឯងទី1 data source នេះ data source របស់ខ្ញុំគឺ server គឺឈ្មោះនេះហើយជាមួយនឹង catalog នេះ database យើងនេះឈ្មោះអីតែប៉ុណ្ណឹងយើង save ទៅបានហើយរួចអូខេបានហើយអញ្ចឹងបន្តទៀតនិយាយទៅពិបាកពួកតែប៉ុណ្្នឹងតិចទេរៀន follow តាមខ្ញុំតិចទៅព្រោះអាហ្នឹងហើយយើងទៅបង្កើតអីផ្សេងទៀតលេងមានផលបាក់ហើយណាមានផលបាក់ហើយអញ្ចឹងយើងបានកំណត់ឈ្មោះ server ហើយ database ហើយណានៅក្នុង app setting មួយហ្នឹងឥឡូវយើងមកចុះឈ្មោះជាមួយនឹង db context ជាមួយនឹង file មួយទៀតក្នុង program អូខេយ៉ាដោយសារយើងត្រូវការ using service ពី add db context ចូលណាដូចខាងក្រោមនេះតែប៉ុណ្្នឹងឯងអូខេតែប៉ុណ្្នឹងណាអូខេ add connection មិញហ្នឹងអញ្ចឹងវានៅក្នុងផ្នែកខាងក្រោមនេះ builder service មកនៅផ្នែកខាងក្រោមអញ្ចឹងយើងចូលមកមើលមកចុចលើ program យ៉ាអញ្ចឹងនៅក្នុងខាងក្រោមនេះ builder service នេះអូខេខ្ញុំបិទអានេះរៀងប្រឡាំងតិចនេះកន្លែងនេះអូខេអញ្ចឹងយើងសរសេរនៅខាងក្រោមហ្នឹងមកសរសេរថាម៉េចអូខេ builder យើងប្រហែលជា tab មកប្រហែលជាមកនេះ builder service ហេ dot builder service dot db contextហើយ software របស់យើងគឺនេះអញ្ចឹងយើងគ្រាន់ tab មកបានហើយអញ្ចឹងវាមានកន្លែងក្រហម2ហើយកន្លែងនេះវាដាក់ model ដោយសារយើងឲ្យបាន use វាអញ្ចឹងដើម្បីលុប model នេះចេញយើង use នេះចេញនេះឧមាថាយើងទៅ use នៅផ្នែកខាងលើមកឬក៏យើងលុបទៅលុបចេញមកវានឹងក្រហមហើយអូខេហើយក្រហមយើងនឹង add វាចូលក៏បានដែរនេះ
use project name នេះ project យើងធ្វើអីហើយបន្តមកយើង dot model មកវា insert មកវាដែរចូល use SQL server អញ្ចឹង tick គ្នាមកវាឲ្យយើង use Microsoft Entity Framework Core អញ្ចឹងចុចមកវាដើរដូចគ្នាអូខេអញ្ចឹងមានប៉ុណ្ណឹងកន្លែងហ្នឹងកែតែប៉ុណ្ណឹងបន្តទេអញ្ចឹងចប់មួយទៀតហើយអូខេចប់មួយទៀតណាអញ្ចឹងយើងអស់ការកំណត់ហើយយើងទៅបង្កើត controller អូខេអញ្ចឹងអស់ហើយនេះអស់យើង connection ហើយណាយើងចាប់ដើមបង្កើត controller ដើម្បីយើងទាញទិន្នន័យយកមកមើលកន្លែងនេះអញ្ចឹង controller យើងគឺមាននឹងយើងបង្កើត student យើងបង្កើត controller student មួយមកអញ្ចឹងយើងមកស្ដាមទៅលើ controller add ចាហើយយក controller ហើយយើងធ្វើការកំណត់វា entity អូខេយើង add យើងកំណត់student control លើអូខេណា student controller យើង add មកតោះអញ្ចឹងយើង public ខាងលើបន្តិចដើម្បីយើងបង្កើត DB config ណានៅកន្លែង controller យើងនេះ private តិចមក private read only app របស់យើងឈ្មោះគេ DB app DB context អូខេ context ហ្នឹងមកណាតោះមកយើងហៅយកមកប្រើនៅក្នុង index អូខេអញ្ចឹង public មួយទៀតសម្រាប់គឺ controller DB context អញ្ចឹងថែម2ណានេះខាងលើហ្នឹងអូខេហើយនៅក្នុង action result យើងប្រកាស data và data ក៏បានអីក៏បានដែរបាទស្មើ context table របស់យើងឈ្មោះអីបាទនេះ table ហើយ add to list ហើយដល់ពេល new data នឹងមកអូខេបានហើយណាយើងសូមមើលអញ្ចឹងយើងទៅដើម្បីយើងអាចបង្ហាញ data បានយើងទៅ create new មក new index មកណាហើយយើងរៀនចាប់យកទិន្នន័យបែបខ្លះអូខេតោះចង់ create new student មកពេលនេះដឹងណាយកមួយណាក៏បានដែរតែយើងយកលើទៅអូខេហើយ index ណាអូខេយើងលុបចោលក៏បានទុកក៏បានអីទេសរសេរមកទី1យើង add model ដើម្បីយើងបានជា list ណាដូចយើងកូដដូចរបស់អន្តរយល់អញ្ចឹងណា model list អញ្ចឹងបញ្ចេញយើងឈ្មោះអី ASP បញ្ចេញ core student MVC ចាsẽ khó thế ASP score student MVC អានឹងឈ្មោះបញ្ចេញណាstudent អូខេហើយឈប់ dot model ហើយបាន dot student អូខេបានហើយអញ្ចឹងយើងសរសេរ HTML ធម្មតាចានេះវាជា student listអូខេហើយបន្តមកយើងដាក់ទិន្នន័យចូលទៅក្នុង table គេដូចមកទាំងអស់ហ្មងគេស្គាល់ថាអ្វីដែលខ្ញុំចង់បានសរសេរ
Chẳng dân còn xem mà miền ID miền name miền x action này sầm lập dân của ca update delete đấy bị ao mà tầng óiแต่ว่าយើងចង់បានអាចយកត្រឹមតែ view សិនក៏បានដែរអញ្ចឹងកន្លែងនេះ add អានេះគឺលោកតិន័យណាលោកតិន័យអានេះគ្រាន់តែវាជា action ទេអូខេដូចគ្រប់គ្រាន់ហើយបាទហេហើយខ្លះយើងចង់បានល្អtable border អញ្ចឹងទៅហេយើងអាចrun ដើម្បីមើលដំណើរការវាបានមិនហ្នឹងយើងមានតិន័យណាមើលយើងសូមតើវាចាប់តិន័យចេញពីtable មកបានអត់ប៉ុណ្ណឹងណាអូដែរអញ្ចឹងយើងនៅក្នុង controller យើងឆ្លាស់មកគឺ student មានន័យ error ឯងបាទដូចជា R នេះត្រូវហើយនេះណាអូខេអញ្ចឹងតិន័យនេះគឺតិន័យដែលយើងទាញចេញពីនេះមកហើយណានេះអញ្ចឹងនេះក៏ជាដំណាក់កាលទី1ដែលយើង read តិន័យចេញពី table ដែលយើងកំពុងតែធ្វើនេះរបៀបយើងទាញតិន័យណាប៉ុណ្ណឹងអូខេអញ្ចឹងសង្ឃឹមថាគ្នាយើងអាចអនុវត្តនិងធ្វើបានជាមួយនឹង code តាក់ទងជាមួយ connection ជាមួយនឹងការចុះឈ្មោះជាមួយនឹង DB ផងដែរណាប៉ុណ្ណឹងហើយចុងក្រោយធ្វើម៉េចយើងឲ្យមានលទ្ធផលយ៉ាប៉ុណ្ណឹងមកហើយចាំយើងធ្វើការងារនេះបន្តទៀតណាដែលយើងអាចធ្វើការងារជាមួយ database បានអូខេបាទ